បងប្អូនឆ្ងល់តើហេតុអីបានខ្ញុំមកលាកប្លង់នោមការរលាកប្លង់នោមនៃកើតមានលើស្ត្រីហ្នឹងគឺញឹកញាប់ដោយសារតែផ្លូវទឹកនោមហ្នឹងវាគៀកជាមួយនឹងបណ្ដាំបន្តពូជហើយវាមានប្រវែងខ្លីចូលទៅដល់ប្លង់នោមអញ្ចឹងប្រការមួយចំនួនធ្វើឲ្យយើងអាចរលាកដូចជាក្រោយការរួមភេទកង្វះអនាម័យឬក៏ក្រោយការដាក់សុងបង្ហូរទឹកនោមក្រោយសម្រាលកូនដោយធម្មជាតិឬក្រោយវះកាត់រោគសញ្ញាគឺបងប្អូនឃើញថាយើងចេះតែចង់ទៅនោមហើយយើងឈឺលើថ្ងាសចឹងមធ្យោបាយនេះគឺតាមធម្មជាតិយើងអាចទិញទឹកដូងមកញ៉ាំហើយញ៉ាំទឹកឲ្យបានច្រើនឬក៏ញ៉ាំពួក cranberry ដែលជាប្រភេទថ្នាំដែលគេផ្សំឡើងសម្រាប់បង្ការការរលាកនៃប្លង់នោមហើយប្រសិនបើមិនធូរស្បើយទេបងប្អូនត្រូវទៅពេទ្យដើម្បីឲ្យគ្រូពេទ្យព្យាបាលដោយថ្នាំអង់ទីយ៉ូទិកឬក៏ប្រភេទជាថ្នាំសម្រាប់មេរោគជំនួយបន្ថែមកុំឲ្យមានបញ្ហារលាកពីព្រោះភាគច្រើនគឺវាបង្កដោយសារពពួកអឺកូលីឬក៏បាក់តេរីមួយចំនួនដែលបណ្ដាលឲ្យកើតមាននេះឯង